អ្វីទាំងអស់មាសប្រាក់លុយកាក់អ្វីដែលប្រកបឡើងជាអារម្មណ៍ហ្នឹងណាទៀតចិត្តចេតសិកបានត្រឹមតែដឹងទេហើយចិត្តហ្នឹងរលត់ទៅចោលអារម្មណ៍នោះបាត់ហើយអត់មានបានសន្សំអារម្មណ៍ហ្នឹងយកទៅទេណាទៀតអ្វីដែលចិត្តសន្សំបានគឺមានតែចេតនាដែលប្រព្រឹត្តទៅក្នុងជីវ័នជាតួកម្មអាហ្នឹងវាកើតជាមួយចិត្តរលត់ជាមួយចិត្តជាឧបនិស្ស័យក្នុងចិត្តសន្សំបានឯចំណែកអ្វីដែលជាអារម្មណ៍របស់ចិត្តទៀតហ្នឹងគឺអារម្មណ៍នោះវាកើតមុនចិត្តហ្នឹងអារម្មណ៍ហ្នឹងកើតមុនចិត្តហៅថាអារម្មណ៍មនៈពុរេជាតិដែលបច្ច័យចិត្តកើតក្រោយចិត្តកើតក្រោយហើយរលត់ទៅមុនអារម្មណ៍នោះទៀតដល់ពេលចិត្តនឹងរលត់ទៅអារម្មណ៍នឹងអត់តាន់រលត់ទេបានសេចក្តីថាចិត្តនឹងវាអត់បានយកអារម្មណ៍នឹងទៅទេរូបក្តីសម្លេងក្តីក្លិនក្តីរសក្តីផតភៈក្តីដែលយើងដឹងថាជាមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិលៀបយសអីទាំងអស់ហ្នឹងចិត្តអត់បានយកទៅទេណាឃើញឲ្យច្បាស់កន្លែងហ្នឹងតែចិត្តអត់បានយកទៅទេព្រោះចិត្តរលត់ទៅចោលអារម្មណ៍នោះហើយហ្នឹងប៉ុន្តែអ្វីដែលចិត្តសន្សំទៅបានទៀតអំពើកម្មដែលបានធ្វើហើយដូចជាបុណ្យកុសលថ្ងៃនេះអញ្ចឹងនៅពេលដែលបុណ្យកើតឡើងគឺកើតជាមួយចិត្តដល់ពេលចិត្តរលត់ទៅចិត្តនឹងយកបុណ្យនឹងទៅជាមួយទៀតអានឹងឯងទៅឈ្មោះថាធ្វើល្អបានល្អនេះគឺអំពើល្អហ្នឹងបានល្អបានត្រង់ណាបានត្រង់ចិត្តសន្សំទីក្តីល្អហ្នឹងទុកបានអានឹងបានហើយតែអ្វីដែលចិត្តមិនបានសន្សំគឺអត់បានទេយល់ទេញាតិញោមបងប្អូនទេណានឹងយើងត្រូវសិក្សាផ្ទៀងផ្ទាត់នឹងបរមត្ថធម៌ដែលព្រះអង្គសម្ដែងថាធ្វើល្អបានល្អនោះហើយក៏ធ្វើអាក្រក់បានអាក្រក់ដែរមកអំពីអំពើអាក្រក់ហ្នឹងក៏ជាកម្មដែលចិត្តសន្សំផងដែរកាលណាបើយើងនឹកទៅដល់ការដែលធ្វើអាក្រក់បានអាក្រក់ហ្នឹងគឺចិត្តសន្សំដែរទៅយើងដាក់ចិត្តជាកណ្ដាលទៅតែហ្មងទៀតពីព្រោះចិត្តមិនមែនជាខ្លួនយើងប្រសិនបើចិត្តហ្នឹងជាយើងមិនសន្សំបាបទេអនុស័យចិត្តសន្សំអាសវៈអោខៈយកអោខៈយកៈឧបាទានគន្ធៈឧបាទាននិវរណៈអីចិត្តសន្សំទៅទាំងអស់ទៀតបើសិនបើចិត្តនឹងជាយើងអត់សន្សំទេមែនទេណាអត់សន្សំទេឥឡូវឃើញនេះគឺចិត្តលឺនេះគឺចិត្តនឹកគិតនឹងគឺចិត្តនឹងឯងដែលជាតួសន្សំបាបទៅផងទៀតដូច្នេះត្រូវតែក្រៀកចេញទៅក្រៀកពីសេចក្តីប្រកម្មថាចិត្តនឹងជាយើងព្រោះចិត្តនឹងវាសន្សំបាបដែរទៀតសន្សំបាបដែរដូច្នេះបើជាយើងអត់សន្សំបាបទេអាហ្នឹងដល់តែយើងបានដឹងថាអូនេះគ្រាន់តែជាធម្មជាតិដែលសន្សំនៅអំពើកម្មតែប៉ុណ្ណោះយើងអាចរួចពីចិត្តនឹងទៅទៀតយើងអត់មាននៅក្នុងចិត្តនឹងអានឹងរួចពីសង្សារវដ្តហើយទៀតព្រោះរឿងសង្សារវដ្តវាមានកិលេសវដ្តដាក់កិលេសដែលវាអាចវិលមករកឲ្យធ្វើកម្មបានគឺដោយអំណាចចិត្តនឹងដែលជាអ្នកបង្វិលទៀតសង្សារវដ្តឬសង្សារចក្រនឹងសង្សារចក្រឬភវៈចក្រនឹងគឺនៃដូចគ្នាទៀតកង់នឹងវាវិលអញ្ចឹងហើយដែលអាចវិលបានដោយសារចិត្តបើកុំតែចិត្តសន្សំគឺវាមានអីវិលទៅកើតកិលេសកើតហើយរលត់ទៅវារលត់បាត់ទៅហើយតែចិត្តនឹងវាសន្សំកិលេសឲ្យធ្វើកម្មឃើញទេហើយចិត្តនឹងសន្សំកម្មញ៉ាំងវិបាកឲ្យកើតឡើងនៅពេលដែលកម្មរលត់ទៅ10ថ្ងៃ1ខែ1ឆ្នាំហើយតែកម្មនៅជាបច្ច័យឲ្យមានវិបាកបានណាទៀតតាមពិតកម្មវានៅក្នុងចិត្តនឹងឯងវាអត់មែននៅនឹងដីទឹកភ្លើងខ្យល់ព្រៃភ្នំអីឯណាឬក៏នៅនឹងរូបនៅនឹងអីអត់ទេទៀតកម្មដែលធ្វើហើយគឺចិត្តសន្សំនៅក្នុងចិត្តនឹងទៀតដល់ពេលវេលាកម្មនឹងជាកម្មបច្ច័យឲ្យមានផលវិបាកកើតឡើងនឹងបាននិយាយថាសង្សារចក្រនឹងគឺដោយអំណាចតំណរបស់ចិត្តនឹងជាអ្នកសន្សំនឹងឯងចិត្តនឹងវាកើតរលត់មែនប៉ុន្តែវាសន្សំនៅកម្មនឹងវាសន្សំនៅវត្តដាក់នឹងដូច្នេះសង្សារចក្រក្តីសង្សារវត្តក្តីភវៈចក្រក្តីគឺជាការប្រព្រឹត្តទៅនៃចិត្តនឹងជាអ្នកសន្សំនៅកិលេសសំកម្មសន្សំវិបាកកាលណាបើពុទ្ធបរិស័ទយើងមានបញ្ញាឃើញថាចិត្តនឹងមិនមែនជាយើងទេព្រោះវាជាការសន្សំកម្មកិលេសជាការសន្សំនៅវិបាកអញ្ចឹងកាលណាបើបញ្ញាបានដឹងថាវាមិនមែនជាយើងទេព្រោះវាជាធម្មជាតិសន្សំនៅវត្តដាក់នឹងអញ្ចឹងអាកន្លែងនឹងឯងដែលចេញពីសង្សារចក្របានទៀតកាលណាបើមិនប្រកម្មថាចិត្តនឹងជាយើងការដែលមិនប្រកម្មចិត្តគឺរួចផុតពីចិត្តការរួចផុតពីចិត្តគឺរួចផុតពីវត្តដាក់រួចផុតពីសង្សារចក្រគឺដែលជាកង់ប្រព្រឹត្តទៅរោគជាតិជារាជាធិមរណៈរួចផុតអំពីភវៈចក្រកង់ដែលប្រព្រឹត្តទៅក្នុងភពនឹងដែលបានបញ្ជាក់ពីខាងដើមហើយហ្នឹងណាយល់ទេចឹងទេណាយល់ទេកាលណាបើឃើញច្បាស់ថាចិត្តនឹងមិនមែនជាយើងទេកំពុងឃើញនេះកំពុងលឺនេះវាសន្សំដែរទេសន្សំនៅកម្មទេមិនមែនសន្សំតែបុណ្យទេណាវាសន្សំបាបដែរសន្សំអនុស្ស័យសន្សំកិលេសដូច្នេះពុទ្ធបរិស័ទយើងគួរតែរើខ្លួនកន្លែងហ្នឹងទេវាមានរឿងអីដែលយើងត្រូវមកទទួលនៅភវៈចក្រនេះមកទទួលកម្មនេះមកទទួលកិលេសនេះយកមកធ្វើជារបស់យើងទេណាអើយវាជាភារៈធ្ងន់ណាស់ខណ្ឌភារៈកិលេសភារៈអភិសង្ខារភារៈយើងស្រាប់តែមកទទួលថាជារបស់យើងនឹងដោយអវិជ្ជានឹងតែហ្មងទេ
ដែលអត់ដឹងនៅភារៈនឹងតាមសេចក្តីពិតដូច្នេះយើងចូលមករកព្រះធម៌នឹងជាសិស្សរបស់ព្រះធម៌សូមឲ្យព្រះធម៌នឹងបង្រៀនអញ្ចឹងព្រះធម៌នឹងបានបង្រៀនថាណែពវៈចៈនឹងវាយ៉ាងនេះសង្សារចៈនឹងវាមានកិលេសវាមានកម្មវាមានវិបាកនឹងអញ្ចឹងស្រាប់តែឃើញថាអត់មែនជាយើងសោះកន្លែងហ្នឹងបានថាអស់កាលយូរណាស់មកហើយព្រោះតែហេតុយើងមិនដឹងយើងមកទទួលភារៈហ្នឹងតែទេឲ្យប្រព្រឹត្តទៅជាទុក្ខជាលំបាកដូចកិលេសអីអញ្ចឹងងាយលះងាយរួចខ្លួនអីណាដល់ឥឡូវទៀតបាននៅវិជាកើតឡើងហើយបានឃើញភាវៈចៈប្រព្រឹត្តទៅជាសង្សារចៈសោះវាអត់មែនជាសត្វបកលទូខ្លួនយើងដឹងថារួចពីភាវៈចៈរួចពីសង្សារចៈព្រោះកាត់នៅសេចក្តីប្រកម្មនេះឯងខ្សែចំណងដែលចងឲ្យយើងប្រព្រឹត្តទៅក្នុងសង្សារចៈហ្នឹងនេះទាំងជាការដែលយើងចូលមករកព្រះធម៌ហ្នឹងនេះមានសំណួរមួយទៀតនាងខ្ញុំទាំងបាសិកាពើយិណានៅភូមិកណ្ដោលឃុំផ្អាវស្រុកបាធាយខេត្តកំពង់ចាមសូមសួរសំណួរ2យ៉ាងដែលនាងខ្ញុំមិនទាន់បានយល់ដូចខាងក្រោមទី1រូបខណ្ឌជាអតីតជាដើមមានទាំងអត្ថាសន្តតិសម័យនិងខណៈរីឯវេទនាខណ្ឌជាអតីតជាដើមមានត្រឹមតែសន្តតិនិងខណៈប៉ុណ្ណោះសួរថាព្រោះហេតុអ្វីបើជាខណ្ឌ5ដូចគ្នាណារឿងរូបវាចាត់ទៅជា4ណាទៀតណាអត្ថាវាឆ្ងាយទៀតដូចជាអតីតរូបពីជាតិមុនអញ្ចឹងទៅអនាគតរូបជាតិក្រោយអញ្ចឹងទៅបច្ចុប្បន្នមកជាតិនឹងអញ្ចឹងទៅអត្ថាវាឆ្ងាយអញ្ចឹងណាហើយចំណែករឿងសម័យគឺយើងនិយាយអំពីរូបក្នុងសម័យដូចថាបឋមវ័យក្នុងសម័យនោះ20ឆ្នាំអីចឹងមកវាមានរយៈពេលវែងអញ្ចឹងណាទៀតណាក្នុងសម័យបច្ចុប្បន្នវាមានរយៈ 4-5 ឆ្នាំអីចឹងទៅក្នុងមជ្ឈិមវ័យកណ្ដាលអីចឹងណាដូចវ័យនេះគឺនិយាយក្នុងសម័យហ្នឹងក៏វាវែងដែរចំពោះរូបហ្នឹងឯចំណែកសន្តតិវារឹតតែខ្លីជាងសម័យមកទៀតដែររូបហ្នឹងសន្តតិហ្នឹងនិយាយដូចជាថាមួយមកពេលនៃការចូលសមាបត្តិចឹងទៅឬមករយៈពេលនៃសមុទ្ឋាននៃកម្មមកសមុទ្ឋាននៃចិត្តហ្នឹងដែលវាមានការតគ្នាច្រើនរូបទៀតអាហ្នឹងក៏និយាយអំពីរឿងអតីតបច្ចុប្បន្នអនាគតហ្នឹងក្នុងរយៈពេលវែងជាងខណៈដែរដល់សរុបមកគឺខណៈមួយខណៈនៃរូបហ្នឹងគឺមានអាយុត្រឹមតែ17គណៈចិត្តធំទេអាហ្នឹងគឺថាគឺនិយាយពីអាយុរបស់រូបហើយបើថាហួសពីហ្នឹងអតីតហើយបើកំពុងតែប្រព្រឹត្តទៅជាបច្ចុប្បន្នហើយអាហ្នឹងហើយក្រោយទៀតជាអនាគតហើយអាហ្នឹងនិយាយពីអតីតអនាគតបច្ចុប្បន្នរបស់រូបហ្នឹងវាមានខណៈវាមានសន្តតិអតីតអនាគតបច្ចុប្បន្នហ្នឹងវារៀងយូរជាងខណៈហើយដល់ទៅសម័យវាយូរជាងសន្តតិហ្នឹងទៅទៀតដល់ទៅអត្ថានិយាយមកជាតិហ្មងទៀតយល់ទេចឹងណាទៀតណាអាហ្នឹងរូបឯដល់ទៅនិយាយពីនាមគឺវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងគឺនៅក្នុងសេចក្តីនេះដែលសម្ដែងបញ្ជាក់ថាជាអតីតជាដើមហ្នឹងមានត្រឹមតែសន្តតិនិងខណៈនេះគឺនៅក្នុងការអប់រំចម្រើននៅសតិប្បដ្ឋានវិបស្សនាទៀតនៅក្នុងសេចក្តីនេះមិននិយាយទៅដល់អត្ថាមិននិយាយទៅដល់សម័យទេនៅក្នុងការអប់រំចម្រើននៅសតិប្បដ្ឋានវិបស្សនានេះគឺនិយាយត្រឹមតែថាសន្តតិដូចជាសតិរលឹកបាននៅតោសចិត្តដែលកំពុងមានហ្នឹងគ្រាន់តែជាចិត្តហ្នឹងដូច្នេះសភាពនៃចិត្តហ្នឹងវាសន្តតិវាតគ្នាទៀតណាឬរហូតដល់ទៅនិយាយថាដោយអំណាចនៃខណៈដែលមានការកើតរលត់តាមផ្លូវភ្នែកជាឈ្មោះអនាតកាយចិត្តហ្នឹងដូច្នេះដែលកាត់អត្ថានឹងសម័យចេញមកអំពីវេទនាសញ្ញាសង្ខារវិញ្ញាណនេះជាសភាពនៃនាមធម៌ដែលកើតរលត់នឹងឯងមានសភាពលឿនជាងរូបធម៌នឹងប៉ុណ្ណឹងឯងណាទៀតនឹងគឺជាការសម្ដែងអញ្ចឹងតែបើយើងចង់និយាយទៅនៅក្នុងរឿងអត្ថានៅក្នុងរឿងសម័យក៏បានដែរណាដែលយើងនិយាយទៅនៅក្នុងបទពិចារណាផ្សេងឬក៏និយាយនៅក្នុងបញ្ញត្តិផ្សេងដូចជាថាពីជាតិមុនខ្ញុំទុកលំបាកមែនទែនសោយនៅទុក្ខវេទនាខ្លាំងណាស់ក្នុងនរកប្រែតអីជាដើមអញ្ចឹងយើងអាចនិយាយបានប៉ុន្តែវាហួសអំពីការអប់រំចម្រើនសតិប្បដ្ឋានវិបស្សនាដែលត្រូវរលឹកដឹងសភាពនៃនាមធម៌ដែលកំពុងប្រកបនោះគឺសំដៅយកដែលថាជាបច្ចុប្បន្នហ្នឹងគឺវាមិនមែនអតីតដែលវាកន្លងទៅមុននឹងដែលជាសម័យនោះទេ
năng cứ sầm đau dược à tây tạ năng cứ con để thả săn tệ muốn để bằng năng ảnh rút soi vì nâng máu cứ chỉ bạch chỉ bòn hài nông để dẹp pe dạng clay năng tiền để miền ca sau nơi ở rom rư miền ca chăm ở rom rư có miền ca khơi ca lư rư có miền chết từ na để bật tới nơi không ca số năm bật thua năng ấy mà săn tệ này ca số năm bật thua năng để dân đăng thả pe năng đăng sự cái đây dạngนี้cần lòng tới đăng sự cái đây dạngนี้cần lòng tới đăng sự cái đây dạngนี้cần lòng tới năng cứ không khẩn nát đây chết từ na bật tới chỉ sang kha là khăn năng cứ cùng pung bật cọt chỉ săn tệ nó đến chỉ săn tệ năng năng đây chỉ ở rom là bắt tập tham vipassana ấy cái pi năng đi chỉ tây tạ năng ana cuột hay ở này dây đòi từ sớm mấy đòi từ ạt thiệt tề năng nông ca ở trong chấm ra năng vipassana mùi tiết xua thả vị một khá một thá chế cô chỉ ra xây xạ ta miên sẽ đây đôi mặt đạch nè cô chỉ ra cứ chỉ ca vào bật tới chỉ ca trạch tới nó chỉ ca trạch tới này ấy chứ chỉ ca trạch tới nàyในสังขารโทจะการตรัสเตอในสังสารวัฏเวอดเมียนตีบ่มพอดเตนะเจ้าเวอดเมียนตีบ่มพอดเตการจักชื่อสลับโรโหดมายังมันดังตีบ่มพอดทางเดิมนั่งเต็มปัญญาเตโปรอวิเชียนั่งจีเครื่องเรียงมันเอาใจรู้ไอ้เจ้าคือการมันดังสัจจะทัวนั่งตามหานั่งจีสัญญาจีเนจีเครื่องจองปั้นแต่ตีบ่มพอดวิโมกขะขนมตีเนี่ยคือสมดาวยกอะไรอย่างแม่นะเจ้าวิโมกขะขนมตีนี่คืออะไรอย่างแม่ได้แบบประตูเชี่ยอะนิมิตตะวิโมกอัปปะเนให้ตะวิโมกให้นังสัญญาตะวิโมกการรุยพอดนังไอ้ดอยอำนาจในการอบรมจำราญวิปัสสนาเมียนอนิเมตตานุปัสสนาดอยอะไรจะไม่เกิดแล้วสมมติถ้าอนิเมตตาวิโมกการอบรมจำราญในตุกขานุปัสสนาดอยไปอะไรจะไม่เกิดแล้วให้ถ้าอัปปะเนตะวิโมกอัปปะเนตะคือการมันดำก่อมันตั้งตุกในเรียกแก่เตรอริเรเตอขนมศพน่ะปีโปรโอปานิไซนี้ตุกขานุปัสสนามาจังมันดำกอลตุกในตันนะฮะได้ประตูขนมพบเตหาถ้าอัปปะเนตะมันตั้งตุกมันดำกอลตุกก็น่ะเฮ้ยจำได้สัญญาตะวิโมกมันเมียนโอปานิไซอัมปีอนัตตานุปัสสนาเคยสังขารโทโซนจากขลุ่นดังจ่าวัฏเทาจีรวะขลุ่นวิโมกนั่งจีชมในอะไรอย่างแม่นะจันจังโดยเฉพาะอะไรอย่างแม่นี่เองได้ชมตาจีโกจระไซสะเจียขบ้าคือสำนักยกตีบ่มพอดในสังสารวัฏนั้นเวียบานมาดอลเต็มอะไรอย่างแม่นั้นคืออรหัตแต่แม่นั้นปันนั่งเต็มอัดเมียนตรึบรรทอเชียดพบกับนายไอ้ตือเตียเตดอยอำนาจในวิโมกนั้นได้บานสำนักเชียอะไรอย่างแม่เฮ้ยตีบ่มพอดในสังสารวัฏนั้นเล่นกับประตูนั่งหรือก็มาอย่างเตี้ยคือสำนักโยกดำน้าในวัดได้แต่เมียนกิเลสวัดได้กรรมวัดดะวิบากวัดดะนั่งเวลาบรรทอพบเชียดกับนายต่อแต่เตี้ยโปรดอยอำนาจวิโมกขะคือการรุยพอดเนี่ยนั่งได้เชียอะไรอย่างแม่ได้บานสำหรับนั่งจะใส่สะนั่นคือจะตีบ่มพอดนะเจ้าจะตีบ่มพอดโดยเฉพาะในขนมโกจระโกจอนี่ใบยังจังสำได้แต่ตามลมดับในวิปัสสนานั่นกับบ้านได้เชี่ยกุศลอบรมจำรันนองซองซาหรือวัดรอบเชี่ยเชี่ยในมาให้เราโหดมาได้ปัจจุบันจำรันเซอร์สมาธิปัญญาวิปัสสนาเงียนหรือในขนมวิสุทธิตั้งปีไซเราวิสุทธิจัตวิสุทธิเราโหตีบ่มพอดมาได้เงียนเตสนาวิสุทธินั่นจะตีบ่มพอดเงียนเตสนาวิสุทธินี้คือเชี่ยไซสะหรือบ่ดำน้าในกุศลทัวนั่งเองเติบหาท้าโกจระไซสะวิโมกขะนั่นวิจติบ่มพอดจังแต่นั่งปนังเองให้ก็น่าประโดยเชียประทัวเตชนาแต่นะนะยังเข้มต่างออกนี้จะจงเพื่อสมกระรุบจิปุลกรูยังเข้มต่างออกนี้เมียนจมงาชงาครั้งนะถ้าการสำได้ทั่วมันได้สำได้ที่อันในซองจงเพื่อสอน่ะจังเมนแต่น่ะอัดได้สำได้ที่อันในซองช่วยจงเพื่อเตน่ะนั่งเรื่องจงเพื่อนั่งจะได้กอบบัดเตยแต่น่ะเนี่ยสำได้ทั่วนึกมันเสือเคยสมบัยแต่ในขนมกรมครัวซานั่นก็จังแต่จงเพื่อนั่งนุยฮอตไม่เปลี่ยนนั่งดำใบคลอดังนุยฮอตตั้งติโจดซามาปิซามาโหบ่าฮารุยเตยเรียบเอาขนมกรมครัวซาลูกพอดีไอ้นั่งรุยเตยเลี้ยงจานตุกดะอ๋อเปไปเลยปันแต่การเงินนั่งกินมืออัดเคยทำดมไม่เด่นน่ะแม่นี่เดี๋ยวนะมือเตยมันเคยเจอการทำดมไอ้ได้ขนมเตยเนี่ยนั่ง
ដល់អញ្ចឹងទៅវាដូចជាលុបកប់បាត់ទៅគុណសម្បត្តិហ្នឹងប៉ុន្តែតាមពិតនឿយហត់តែហ្មងទៅការងារក្នុងផ្ទះហ្នឹងហើយបោះផ្ទះសម្បែងទៀតលាងផ្ទះបាយនៅទៀតហើយបន្ទប់ទទួលទានដំណេកសម្អាតទៀតបោកគក់ខោអាវទៀតប៉ុន្តែអត់ឃើញសក្ការអីធំដុំទេហើយអ្នកចេញទៅធ្វើការងារបានប្រាក់មកដូចធំដុំសម្បើមមែនទេមកដល់ហ្នឹងបានប្រាក់ខែបានអីមកក៏ឃើញដូចជាថាការងារហ្នឹងធំដុំណាស់មែនទេណាហើយការងារមេផ្ទះហ្នឹងចុងភៅផងមើលកូនផងរៀបចំកូនចៅឲ្យទៅរៀននោះផងហើយសពគ្រប់ការងារនឿយហត់មែនទែនដូច្នេះក៏គួរតែរំលឹកដែរអំពីគុណសម្បត្តិហ្នឹងទេណាឥឡូវនេះវាកប់ឲ្យចុងភៅហ្នឹងឥឡូវដោយសារពេលកញ្ញាប្រមៃនិមន្តនៅម្ចាស់គ្រូទេសទេរឿងចង់ណាតាមពិតវានៅក្នុងកុសលចិត្តដែលចុងភៅនឹងបានធ្វើទេណាបើយើងធ្វើនៅកិច្ចការងារហ្នឹងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍សុខដល់អ្នកដទៃអាហ្នឹងជាកុសលហើយនឹងកុំខ្វល់ពីលោកទេសឬមិនទេសគិតទៅថាកុសលចិត្តវាកើតឡើងគឺជាបុណ្យហើយតាមពិតខ្ញុំកណ្ដាលខ្ញុំបានក៏ធ្លាប់សម្ដែងជារឿយដែរការងារអ្វីដែលយើងធ្វើទៅដើម្បីជាប្រយោជន៍ដល់អ្នកដទៃយើងត្រូវដឹងថាជាកុសលហើយទេសំបីព្រះអរិយបុគ្គលពីសម័យពុទ្ធកាលអីមកក៏នៅផ្ទះសម្បែងអីចឹងឯងបំរើស្វាមីកូនចៅអីសពគ្រប់ទាំងអស់នឹងធ្វើមេគ្រួសារដាំបាយធ្វើម្ហូបអាហារអីហ្នឹងឲ្យតែចិត្តយើងជាកុសលដើម្បីសេចក្តីសុខដល់អ្នកដទៃណាដាំបាយផ្ទះយើងហ្នឹងក៏ដែរតែមិនចាំបាច់មកដាំបាយក្នុងបុណ្យកុសលអីហ្នឹងទេកាលណាបើយើងតាំងចិត្តជាកុសលហើយគឺជាកុសលហើយព្រោះកិច្ចការងារដែលប្រព្រឹត្តទៅវាមានតែកុសលនិងអកុសលនឹងឯងដូរផ្លាស់គ្នាណាវាអត់មានបុណ្យក៏មិនមែនបាបក៏មិនមែនទេណាចុងភៅណានឹងវាអត់មានធ្វើទៅវាអត់បានបុណ្យហើយបាបក៏មិនមែនគឺអត់មានអញ្ចឹងទេដែលមិនមានជាបុណ្យជាបាបបន្សាត់បងនៅបុណ្យនិងបាបចោលមានតែព្រះអរហន្តទេដូច្នេះយើងនៅផ្ទះយើងនឹងយើងដាំបាយឲ្យកូនឲ្យអ្នកបម្រើឬក៏ស្វាមីអីចឹងឲ្យគាត់ពិសារៀបចំឲ្យបានល្អឲ្យបានស្អាតឲ្យបានឆ្ងាញ់យើងតាំងចិត្តឲ្យអ្នកដទៃបានសេចក្តីសុខនឹងយើងសប្បាយចិត្តទៅទេសប្បាយចិត្តទៅអានឹងគឺជាកុសលហើយសភាពនៃជីវិតនៃចិត្តដែលឲ្យសម្រេចវិញ្ញាតិរូបមើលគុណចាស់សួរអភិធម្មទេវិញ្ញាតិរូបប្រព្រឹត្តទៅដោយចិត្តប្រមាណទេសុទ្ធតែប្រព្រឹត្តទៅនៅក្នុងមហាកុសលបើមិនមហាកុសលទេអកុសលនឹងតែម្ដងទេណាដូច្នេះបើយើងតាំងចិត្តតែធ្វើឲ្យគេបានសេចក្តីសុខជើងបីដូចចុងភៅអញ្ចឹងធ្វើរួចទៅគេជូនប្រាក់ខ្លះ5000អីចឹងទៅក៏យកទៅសរងមួយក៏យកទៅហ្នឹងគ្រាន់តែថាជារបស់របរអីប៉ុណ្ណឹងមិនមែនយើងមកស៊ីឈ្នួលទេហ្នឹងមិនឲ្យទេឲ្យទៅតែបុណ្យកុសលសម្រាប់ដើម្បីថាយើងធ្វើឲ្យល្អឲ្យបានប្រណិតប្រកេនដល់ព្រះសង្ឃដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ហ្នឹងតាំងចិត្តជាកុសលគឺជាបុណ្យហើយណាហ្នឹងយើងបោសសម្រាមផ្ទះយើងក៏ដោយដើម្បីឲ្យស្អាតដើម្បីឲ្យជាប្រយោជន៍ដល់អ្នកក្នុងផ្ទះហ្នឹងក្តីភ្ញៀវមកក្តីសិតតែជាកុសលទាំងអស់ទៀតម្ល៉េះហើយកាលណាបើយើងយល់ដឹងចឹងទៅយើងសប្បាយចិត្តក្នុងការងារដែលយើងបានធ្វើហ្នឹងអត់ចាំបាច់តតែគេសរសើរអត់ចាំបាច់តតែបានប្រាក់មកបានយើងអយគឺយើងអសប្បាយនឹងការងារដែលយើងធ្វើហ្នឹងតែម្ដងខ្ញុំកាលណាខ្ញុំបានធ្លាប់រំលឹករឿយហើយធាក់ស៊ីក្លូម៉ូតូដប់រត់យន្តឈ្នួលអីក៏ដោយបើយើងតាំងចិត្តឲ្យអ្នកដោយសារដំណើរហ្នឹងបានសេចក្តីសុខគឺដោយការប្រឹងប្រែងរបស់យើងទាំងប្រុងប្រយ័ត្នអាហ្នឹងគឺសិតតែជាកុសលទាំងអស់សំបីយើងបានប្រាក់ឈ្នួលហ្នឹងក៏ពិតមែនតែចិត្តយើងជាកុសលទាំងមកពីអំពើដែលយើងធ្វើហ្នឹងតាំងចិត្តឲ្យអ្នកដទៃបានសេចក្តីសុខធ្វើដោយស្មារតីធ្វើដោយការប្រយ័ត្នប្រយែងធ្វើគ្រូបង្រៀនហ្នឹងក៏ដោយបានប្រាក់ខែធ្វើពេទ្យហ្នឹងក៏ដោយបានប្រាក់ខែបានប្រាក់ឈ្នួលប៉ុន្តែបើយើងតាំងចិត្តឲ្យអ្នកដទៃបានសេចក្តីសុខគឺសិតតែជាកុសលទាំងអស់ប្រាក់ក៏បានបុណ្យក៏បានទាំងហើយតាមពិតគឺថាប្រយោជន៍សំខាន់បុណ្យកុសលនឹងសំខាន់ជាងប្រាក់ទៅទៀតទាំងពីព្រោះយើងធ្វើការច្រើនណាស់មួយថ្ងៃ7-8ម៉ោងធ្វើនៅផ្ទះផងតម្រាំតែយើងបានទទួលទានដំណេកការងារយើងធ្វើច្រើនណាស់បើយើងចាំតែអនឹងបានប្រាក់ខែមួយខែបានយើងបានម្ដងអញ្ចឹងហើយចាយបន្តិចទៅអស់ទៅវិញទៅដូច្នេះយើងមានសេចក្តីទុក្ខលំបាកចង្អៀតចង្អល់នឹងការងារច្រើនណាស់ព្រោះយើងគិតទៅពីរឿងប្រាក់ដែលត្រូវបានមកប៉ុន្តែបើយើងយល់នៅក្នុងរឿងជីវ័នដែលនាំឲ្យកើតកុសលនេះគឺវាអាចកើតគ្រប់ពេលវេលាទាំងអស់ដូច្នេះយើងសប្បាយចិត្តនឹងបុណ្យដែលយើងបានរាល់ថ្ងៃទៀតយើងធ្វើការហ្នឹងយើងសប្បាយនឹងបុណ្យកុសលទៀតព្រោះយើងធ្វើដើម្បីឲ្យអ្នកដទៃបានសេចក្តីសុខ
ដូច្នេះយើងបានរាល់ថ្ងៃទេដល់បានប្រាក់មកយើងគ្រាន់តែបន្ថែមទេតាមពិតបុណ្យកុសលនេះធ្វើឲ្យយើងរីករាយចិត្តរាល់ថ្ងៃហ្នឹងអញ្ចឹងទេណាសូមអនុមោទនាទេប៉ុណ្ណាហ្នឹងហើយចុងភៅគាត់សរសេរបន្តទៅទៀតផ្ទុយមកវិញចុងភៅបើធ្វើមហូបឆ្ងាញ់បានត្រឹមតែសរសើរឥឡូវលោកគ្រូអត់សរសើរទេលោកគ្រូបញ្ជាក់ពីបុណ្យពិតៗទេឲ្យតែយើងតាំងចិត្តជាបុណ្យកុសលណាធ្វើឲ្យស្អាតកុំឲ្យញើសស្រក់ចូលមហូបអីចឹងទៅណាធ្វើឲ្យល្អឲ្យបានប្រសើរចឹងទៅអាហ្នឹងគឺជាកុសលចិត្តហើយតែហ្នឹងហើយចុងភៅគាត់ថាបើមិនឆ្ងាញ់មានពោលបន្ទោសណាដល់ផ្សារប៉ះប្រៃអីចេះចោះបាយឆៅអីចឹងទៅនឹងដល់អានិសង្ឃអត់ឮដែលបានសម្ដែងប្រាប់ទេណាអញ្ចឹងគឺញាតិញោមអីហ្នឹងឈប់បន្ទោសចុងភៅទៅឥឡូវគាត់តវ៉ាណាឈប់បន្ទោសគាត់ណាឲ្យតែធ្វើឲ្យតែបានល្អមកណាហើយបើដាំបាយឆៅខ្ញុំមិនហ៊ានទៅទប់មាត់គេទេណាយ៉ាងណាដល់គាត់បន្ទោសណាប្រាក់បូជាព្រះធម៌មានចំនួន165,600,600 រៀលប្រាក់ដុល្លារបាន$91សរុបទៅគឺជាង2លានទេណាជាង2លាន2លានហើយមាន20,000ហើយមាន600ទៀតទេណាមានឧបាសកមុជកុយឧបាសិកាជេងច័ន្ទភោនិងឧបាសកលេងលាក់និងភរិយាបូជាពធ$50ហើយនឹង4,500រៀលណានឹងបន្ថែមទៀតឬក៏នៅក្នុង91បន្ថែមទៀតទេណាអញ្ចឹងវាបាន20,000ទៀតហើយណាអញ្ចឹងវាបានច្រើនហើយ2លាន2សែន2-3,000ហើយណាអញ្ចឹងបានច្រើនទៀតហើយណា2លានហ្នឹងវា$500ហើយមិនតិចទេណា$500ខ្ញុំកាលណាខ្ញុំបានសម្ដែងពធពីកឋិនមកតែបានជាង400កសែតហើយបូកសរុបទៅ$72,000ជាងហើយតែថែមប្រហែលថ្ងៃនេះមកទៀតទៅជាង$70,000ទេណាគឺសបើមកប្រាក់បូជាពធហ្នឹងហើយនេះស្អីចឹងណាកម្មវិធីបន្តទៅឥឡូវម៉ោង10កន្លះហើយសម្ដែងពធចប់វេសមិទ្ធផលកត់ឈើថ្មធ្វើផ្លូវនិងក្រាលរោងបន់អាងទឹកម៉ាស៊ីនភ្លើងព្រះពុទ្ធរូបរួមជាពិសេសផងគឺគម្ពីរបត្រៃបិដកមួយចប់និងទេយ្យធម៌ផ្សេងទៀតក៏ណាហើយប្រាក់នេះខ្ញុំកណ្ដាលសម្បត្តិរួមជាមួយកណ្ដាលគុណចាស់ព្រះអង្គគ្រូមេត្តាបានឡៅនិងប្រកាសណាគុណចាស់ព្រះអង្គមេគុណខេត្តទុកដាក់នៅក្នុងវត្តសវណ្ណបតុមនេះក្នុងការកសាងអីចឹងកសាងអីព្រះវិហារទេណាជួសជុលព្រះវិហារទៀតក៏ណាសូមកណ្ដាពុញ្ចាស់ញាតិញោមស្រីប្រុសទាំងអស់លោកម្ចាស់គ្រូនិក្រតវ័នហើយនឹងព្រះគ្រូមេគុណនឹងបានទទួលបុណ្យកុសលធម្មទានហើយនឹងទុកដាក់ប្រាក់សម្រាប់វត្តសវណ្ណបតុមនេះទាំងអស់ទាំងនៅក្នុងធម្មទានដែលបានសម្ដែងជាបន្តមកជាធម្មទានផងប្រាក់សម្បើមបូកទៅនោះទាំងអស់ជាង$70,000គឺមិនតាន់បាន1ឆ្នាំផងចឹងអត់តាន់បាន1ឆ្នាំទេពីរដូវកឋិនមករហូតមកនេះនឹងបានច្រើនគួរឲ្យរីករាយជ្រះថ្លាជាធម្មទានរបស់កណ្ដាលគុណចាស់ញាតិញោមស្រីប្រុសទាំងអស់ដែលជាអ្នកកសាងនៅប្រធមចេតិយសូមអនុមោទនាសូមបានរួចផុតចាកទុក្ខទាំងណាមអញ្ចឹងយើងវេណាទៀតណាយើងវេទាំងនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធសានមន្តសាវកវតោអរហតោសម្មាសម្ពុទ្ធសានមន្តសាវកវតោអរហតោសម្មាសម្ពុទ្ធសាបបិទ្ធប្រសង្ឃដ៏ចម្រើនហើយខ្ញុំបកករណាទាំងអស់គ្នាមានសេចក្តីជ្រះថ្លាណាស់បានមកជួបជុំគ្នាក្នុងឱកាសវេលាគ្រានេះនៅវត្តសវណ្ណបតុមចម្បក់មាសបាននាំគ្នាជ្រះថ្លារីករាយអនុមោទនា
ដើមបីនឹងវេប្រកេនចំពោះសង្ឃនៅសមិទ្ធផលផ្សេងផ្សេងមានកត់ឈើកត់ថ្មធ្វើផ្លូវនឹងក្រាលរោងបន់អាងទឹកផងម៉ាស៊ីនភ្លើងផងព្រះពុទ្ធរូបរួមជាពិសេសផង